ពាក្យថានារីឯករាជ្យគឺសំដៅទៅលើនារីដែលមានភាពម្ចាស់ការលើខ្លួនឯងធ្វើអ្វីៗដោយខ្លួនឯងដោយមិនចាំបាច់ខ្ចីដង្ហើមគេដកដោយឡែកពាក្យនារីឯករាជ្យមិនមែនសំដៅទៅលើបងប្អូនដែលនៅលាវទេក៏ប៉ុន្តែបងប្អូនដែលគាត់មានគ្រួសារហើយក៏អាចក្លាយជានារីឯករាជ្យបានដែរសួស្តីប្រិយមិត្តឆ្លាញ់ podcast សូមស្វាគមន៍មកកាន់អេពីសូតទី7អូយថ្ងៃនេះរៀន relax បែបជាមួយ nature ដោយសារតែភាគច្រើនគឺយើងរវល់ជាមួយនឹងការងារសូម្បីតែខ្ញុំក៏ដូចគ្នាដែរហើយថ្ងៃនេះគឺប្លែកអារម្មណ៍ខ្លាំងមែនតើជាអេពីសូតមួយដែលខ្ញុំស្រឡាញ់ពេញចិត្តចាជារៀងរាល់ឆ្នាំខ្ញុំតែងតែផ្ញើសារជូនបងប្អូននារីគ្នាយើងចាហើយក៏ដូចជាជូនពរសម្រាប់ខ្លួនឯងផងដែរសប្តាហ៍នេះគឺជាសប្តាហ៍ដំបូងដែលយើងចេញអេពីសូតចាគឺជា topic មួយដែលខ្ញុំស្រឡាញ់គឺ topic នោះគឺចឹងសម្រាប់ខ្ញុំគឺថ្ងៃនេះគឺ relax ខ្លាំងមែនតើដោយសារតែយើងរវល់ជាមួយនឹងការងារហើយណាមួយទៀតយើងក៏ត្រូវមានពេលវេលាសម្រាប់ខ្លួនឯងផងដែរចឹងថ្ងៃនេះខ្ញុំនាំបងប្អូនមក relax មុនដើម្បីនឹង8មិញនេះជាមួយនឹងញ៉ាំតែអានសៀវភៅហើយក៏ដូចជាជាមួយនឹងធម្មជាតិអញ្ចឹងពេលវេលាខ្លះគឺយើងត្រូវតែនាំខ្លួនឯងដើម្បីមកមើលជាមួយនឹងធម្មជាតិជប់លៀងភ្នែកជប់លៀងសួតរបស់យើងដែរហើយខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាចាអានសៀវភៅដើម្បីឲ្យខួរក្បាលរបស់យើងមានការធ្វើដំណើរការក៏ដូចជាបង្កើនគំនិតផងដែរសម្រាប់ខ្ញុំប្រធានបទថ្ងៃនេះគឺផលិតឡើងសម្រាប់នារីគ្នាយើងគឺនារីឯករាជ្យពាក្យថានារីឯករាជ្យគឺសំដៅទៅលើនារីដែលមានភាពម្ចាស់ការលើខ្លួនឯងធ្វើអ្វីៗដោយខ្លួនឯងដោយមិនចាំបាច់ខ្ចីដង្ហើមគេដកដោយឡែកពាក្យនារីឯករាជ្យមិនមែនសំដៅទៅលើបងប្អូនដែលនៅលាវទេក៏ប៉ុន្តែបងប្អូនដែលគាត់មានគ្រួសារហើយក៏អាចក្លាយជានារីឯករាជ្យបានដែរដែលយើងមើលទៅលើចំណូលដែលយើងអាចរកទៅបានហើយនេះគឺជាគោលចំហសម្រាប់ខ្លួនឯងផងដែរនារីឯករាជ្យគឺជាក្តីប្រាថ្នារបស់ស្ត្រី 75% ព្រោះមានស្ត្រី 15% ដែលជាម្ចាស់ស្ត្រីនៅជោគវាសនារបស់ខ្លួនឯងនិងក្រុមគ្រួសារគាត់នឹងមានស្ត្រី 10% ទៀតអាចនិយាយឲ្យអាក្រក់ស្ដាប់ថាគាត់ខ្ជិលឬក៏យើងអាចនិយាយភាសាឲ្យស្រួលស្ដាប់ថាគាត់ខ្លាចហត់តែបើសិនជាគិតឲ្យស្រួលស្ដាប់ទៅពាក្យថានារីឯករាជ្យគឺយើងអាចស្រួលនិយាយក៏ប៉ុន្តែអត់ងាយស្រួលធ្វើទេព្រោះតម្រូវឲ្យយើងរ៉ាប់រងរឿងរ៉ាវជាច្រើនអញ្ចឹងប្រិយមិត្តដែលកំពុងតែមើលដឹងហើយថាតើបងប្អូនស្ថិតនៅក្រុមមួយណាដែរស្ថិតនៅក្រុម 75% ឬក៏ស្ថិតនៅក្រុម 15% ឬក៏ស្ថិតនៅក្រុម 10% ដែរតើបងប្អូនចង់ឲ្យខ្លួនឯងស្ថិតនៅក្រុមមួយណាដែរសង្ឃឹមថាបងប្អូននៅពេលដែលមើល podcast នេះចប់នឹងដឹងថាបងប្អូនចង់បានអ្វីតើអ្វីដែលជាភាពចាំបាច់បំផុតសម្រាប់យើងជាស្ត្រីមានស្ត្រី 10% គឺគាត់អត់ចង់បានភាពឯករាជ្យទេនិយាយរួមទៅគឺគាត់ចង់ឲ្យគេចិញ្ចឹមតែធៀបពិតទៅមែនអត់បងប្អូនមានណាគេអាចឆ្លើយនឹងសំណួរនេះបានទេសម្រាប់ខ្ញុំការរស់នៅបែបនេះគឺវេទនាខ្លាំងបំផុតស្រួលតែកាយឯងក៏ប៉ុន្តែហត់ចិត្តប្រៀបដូចជាយើងខ្ចីដង្ហើមគេដកគ្រប់វិនាទីព្រោះយើងគ្មានឱកាសធ្វើជាខ្លួនឯងទេពីព្រោះថាបើសិនជាយើងធ្វើជាខ្លួនឯងអ្នកមកជាហៀងទៀតគាត់នឹងមិនសប្បាយចិត្តទេឬក៏ខ្នើសចិត្តយើងត្រូវតែរណបគេគ្រប់វិនាទីទាំងអស់ហើយបើសិនជាគេបោះបង់យើងគឺយើងចប់ហើយយើងគ្មានទីពឹងទេខ្ញុំសូមលើកឧទាហរណ៍មួយជាក់ស្ដែងក្នុងសង្គមយើងរឿងហ្នឹងគឺខ្ញុំឃើញនឹងភ្នែកមានប្តីប្រពន្ធមួយគូដែលឃើញពួកគាត់គឺស្រឡាញ់គ្នាខ្លាំងមែនតានហើយប្តីគាត់គឺអត់ចង់ឲ្យប្រពន្ធគាត់ទៅធ្វើការហត់ទេហើយប្រពន្ធក៏ព្រមតាមសំណើប្តីតែប្រហែលឆ្នាំក្រោយមកខាងប្តីគឺគាត់មានភាពស្មោះត្រង់គ្មានចិត្តវិវេទនាទេទោះបីជាអាយុប្រហែលក៏ដោយក៏គាត់នៅតែស្រឡាញ់ក្មេងដែរហើយចំណុចនេះអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាខ្ញុំចង់និយាយពីចំណុចអីហើយអញ្ចឹងទោះបីជាប្រពន្ធគាត់ចាប់បានប្រហែលដងក៏ដោយក៏ខាងប្តីគឺគាត់មានការកែប្រែហើយខាងប្រពន្ធក៏គាត់អាចធ្វើអីគេបានដែរហើយសូម្បីតែការលេងលះក៏គាត់អត់ហ៊ានដែរពីព្រោះគាត់គឺជាប្រពន្ធគាត់គ្មានភាពឯករាជ្យហើយក៏គ្មានភាពម្ចាស់ការនៅក្នុងខ្លួនឯងដែរមានតែមើលកូនហើយនឹងមើលការថែផ្ទះព្រោះគាត់គ្មានលទ្ធភាពអីដើម្បីទៅរកការងារធ្វើបានទៀតទេដោយសារតែគាត់នៅក្នុង comfort zone ច្រើនឆ្នាំពេកសរុបរួមមកខ្ញុំមិនសង្ឃឹមថាបងប្អូនស្ត្រីយើងទាំងអស់គ្នាដើរតាមស្នាមជើងខាងលើនោះទេព្រោះមិនថារបួសយើងទទួលបានការឈឺចាប់ប៉ុណ្ណាក៏យើងគ្មានលទ្ធភាពដើម្បីទៅទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯងដែរខ្ញុំពិតជាអាចសម័យហើយនឹងយល់ឃើញពីការឈឺចាប់មួយនេះចំពោះស្ត្រី 75% ទៀតគាត់កំពុងតែមានគោលដៅចង់ឃើញខ្លួនឯងក្លាយជានារីឯករាជ្យនៅក្នុងគ្រួសារនិងសង្គមអញ្ចឹងខ្ញុំមានកន្លឹះខ្លះដើម្បីឲ្យបងប្អូននារីយើងក្លាយជាអ្នកកាន់ចង្កូតលើនារីជីវិតយើងដើម្បីសម្រេចគោលដៅសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារទី1បងប្អូនដែលស្ថិតនៅក្នុងវ័យសិក្សា
ត្រូវតែខិតខំសិក្សាស្វែងយល់ដើម្បីខ្លួនឯងព្រោះចង់ឲ្យបងប្អូនយកចំណេះដឹងនេះคล้ายជាស្ពានហើយចំណែកបងដែលគាត់ចេញធ្វើការសូមបន្តធ្វើការងារឲ្យបានល្អបំផុតនិងបន្តឲ្យបងប្អូនរកប្រាក់ចំណូលបានព្រោះប្រាក់ចំណូលនេះហើយគឺជាគោលជំហរដ៏ខ្លាំងបំផុតដែលយើងអាចក្លាយជាមនុស្សម្នាក់ដែលមិនខ្ចីដង្ហើមគេដកយើងអាចមានគំនិតខ្លួនឯងយើងអាចមានសេរីភាពក្នុងការបង្កើតក្តីស្រមៃហើយយើងក៏អាចក្លាយជាបង្គោលសម្រាប់គ្រួសារយើងផងដែរខ្ញុំដឹងថាបងប្អូនខ្លះគាត់ហត់ចង់សម្រាកតែការសម្រាកនោះនឹងទាញបងប្អូនឲ្យថយក្រោយមិនតែប៉ុណ្ណោះអាចធ្វើឲ្យបងប្អូនមានដែនកំណត់មួយប្រៀបដូចជាគុកអត់ជញ្ជាំងអញ្ចឹងដូចនេះបងប្អូនស្ត្រីគួរតែធ្វើឲ្យខ្លួនឯងខ្លាំងនិងមានទឹកមាត់ប្រៃទៅតាមសមត្ថភាពនិងឋានៈនិងមុខងារដែលសង្គមឬក៏គ្រួសារប្រគល់ឲ្យយើងមិនមែនខ្ពស់មុខខ្ពស់មាត់ដោយសារគេទេចុះបើគ្មានគេតែយើងជាអ្វីចឹងចង់ឲ្យបងប្អូនស្ត្រីគិតឲ្យស៊ីជម្រៅនៅក្នុងចំណុចមួយនេះចំពោះស្ត្រី 15% ទៀតខ្ញុំសប្បាយចិត្តខ្លាំងមែនតើដែលឃើញពួកគាត់នៅក្នុងក្រុមមួយនេះព្រោះពួកគាត់គឺជាគំរូដ៏ប្រពៃសម្រាប់ខ្ញុំសម្រាប់ក្រុមគ្រួសារនិងសម្រាប់បងប្អូនចំនួនក្រោយព្រោះថាពួកគាត់ទទួលបានងារជានារីឯករាជ្យហើយដែលនៅក្នុងសង្គមគាត់ជាមនុស្សដែលមានប្រយោជន៍មានការរស់នៅដែលមិនមែនជាបន្ទុកនៅក្នុងគ្រួសារតែគាត់ជាសសរមួយដ៏សំខាន់សម្រាប់គ្រួសារគាត់អាចជាបងស្រីអូនស្រីមីងអ៊ំឬក៏ជាប្រពន្ធមិនថាអ្នក single ឬក៏អ្នកមានគូទេដៃគូស្នេហាឬក៏ដៃគូជីវិតឬក៏ជាប្តីគឺមានចំណែកក្នុងការបំពេញបន្ថែមមិនមែនមានន័យថាឯករាជ្យដោយមិនចាំបាច់មានគ្រួសារនោះទេគ្រាន់តែយ៉ាងហោចណាស់តើយើងជាស្ត្រីតើយើងចង់បានអ្វីយើងចង់មានអ្វីក៏យើងមានលទ្ធភាពដើម្បីផ្គត់ផ្គង់សម្រាប់ខ្លួនឯងដែរសរុបរួមមកពាក្យថានារីឯករាជ្យគឺសំដៅទៅលើភាពរឹងមាំតែមិនរឹងទទឹងទន់ភ្លន់តែមិនទន់ជ្រាយពាក្យនេះយើងធ្លាប់ឮច្រើនខ្លាំងមែនតើក៏ប៉ុន្តែកុំភ្លេចអនុវត្តផងហើយខ្ញុំក៏សូមអបអរសាទរនិងមានមោទនភាពខ្លាំងមែនតើចំពោះស្ត្រីដែលមានភាពឯករាជ្យហើយខ្ញុំក៏សូមលើកទឹកចិត្តដល់ស្ត្រីគ្រប់គ្នាឲ្យខំប្រឹងប្រែងរកតម្លៃឲ្យខ្លួនឯងហើយតម្លៃនោះគឺស្ថិតនៅលើសមត្ថភាពរបស់យើងផ្ទាល់ទោះមានគេជួយឬក៏អត់គឺយើងអាចធ្វើខ្លួនឯងបានអរគុណបងប្អូនទាំងអស់គ្នាហើយគំនិតទាំងអស់នេះគឺជាគំនិតផ្ទាល់របស់នាងខ្ញុំឯងឬក៏បងប្អូនមានយោបល់គំនិតយ៉ាងណាអាចខមមិននៅខាងក្រោមបានជួបគ្នានៅអេពីសូតក្រោយស្រឡាញ់ podcast